នៅក្នុងពិភពលោកដែលពោពេញដោយច្បាប់ទម្លាប់និងការទូតដ៏ទន់ភ្លន់មានបុរសម្នាក់បានសម្រេចចិត្តដើរលើផ្លូវដែលផ្ទុយស្រឡះដោយប្រើប្រាស់ភាពរឹងទាំនិងមហិច្ឆតាដែលគ្មានដែនកំណត់ដើម្បីសាងសង់អាណាចក្ររបស់ខ្លួនរឿងរ៉ាវរបស់លោក Donald Trump មិនមែនចាប់ផ្ដើមឡើងក្នុងសេតវិមាននោះទេប៉ុន្តែវាបានចាប់ផ្ដើមឡើងក្នុងសង្កាត់ Queens នៃទីក្រុង New York នាឆ្នាំ1946ប្រសពមកក្នុងគ្រួសារនៃអភិវឌ្ឍអចលនទ្រព្យលោកបានរៀនសូត្រពីឪពុករបស់លោកនៅមេរៀនដ៏សំខាន់បំផុតមួយគឺត្រូវធ្វើជាអ្នកឈ្នះជានិច្ចការសិក្សានៅសាលាយោធាបានបណ្ដុះស្មារតីវិន័យនិងការប្រកួតប្រជែងយ៉ាងមុតស្រួតដល់រូបលោកដែលក្រោយមកចរិតលក្ខណៈនេះហើយបានក្លាយជាអាវុធដ៏មានឥទ្ធិពលបំផុតក្នុងការដណ្ដើមយកជ័យជំនះក្នុងពិភពជំនួយដ៏សាហាវឃោរឃៅមហិច្ឆតារបស់លោកបានរុញច្រានលោកឲ្យចាកចេញពីសង្កាត់តូចតាចឆ្ពោះទៅកាន់កោះ Manhattan ដែលជាបេះដូងនៃសេដ្ឋកិច្ចពិភពលោកបានសាងសង់មហាប្រាសាទដែកថេបនិងកញ្ចក់ដែលដាក់ឈ្មោះថា Trump Tower ដែលបានក្លាយជាអត្តសញ្ញាណនៃភាពជោគជ័យនិងភាពហ៊ឺហារបស់លោកមិនត្រឹមតែជាអ្នកចំនួនប៉ុណ្ណោះទេប៉ុន្តែលោកគឺជាមេនៃការប្រកាសរូបភាពតាមរយៈកម្មវិធីទូរទស្សន៍ The Apprentice ដែលបានធ្វើឲ្យឈ្មោះរបស់លោកក្លាយជាយីហូល្បីល្បាញទូទាំងពិភពលោកសម្រាប់លោក Donald Trump ជីវិតគឺជាសិល្បៈនៃការចរចា The Art of the Deal ដែលក្នុងនោះអ្នកត្រូវតែដឹងពីរបៀបគ្រប់គ្រងចិត្តសាស្ត្រគូប្រកួតនិងការប្រើប្រាស់ឥទ្ធិពលប្រព័ន្ធផ្សព្វផ្សាយដើម្បីផលប្រយោជន៍របស់ខ្លួនលោកបានបង្រៀនឲ្យពិភពលោកឃើញថាភាពល្បីល្បាញគឺជាទុនដ៏មានតម្លៃបំផុតហើយការក្លាយជាចំណុចកណ្ដាលនៃការចាប់អារម្មណ៍គឺជាគន្លឹះឆ្ពោះទៅរកអំណាចរបត់ដ៏អស្ចារ្យបំផុតដែលបានធ្វើឲ្យពិភពលោកទាំងមូលរង្គោះរង្គើគឺការសម្រេចចិត្តចូលប្រឡូកក្នុងឆាកនយោបាយនៅឆ្នាំ2015ជាមួយនឹងពាក្យស្លោកធ្វើឲ្យអាមេរិកអស្ចារ្យឡើងវិញ Make America Great Again លោកបានក្លាយជាអ្នកតំណាងឲ្យសម្លេងរបស់ប្រជាជនដែលខកចិត្តនឹងប្រព័ន្ធនយោបាយចាស់គំរិលនិងផលប៉ះពាល់នៃសកលភាវូបនីយកម្មជ័យជំនះរបស់លោកនៅក្នុងការបោះឆ្នោតឆ្នាំ2016គឺជាការបំបែកកំណត់ត្រាប្រវត្តិសាស្ត្រដែលគ្មានអ្នកវិភាគណាម្នាក់ស្មានដល់ក្នុងនាមជាប្រធានាធិបតីលោកបានដឹកនាំប្រទេសតាមរបៀបអាមេរិកមុនគេ America First ដោយបានផ្លាស់ប្ដូរគោលនយោបាយពាណិជ្ជកម្មសកលយ៉ាងគំហុកជាពិសេសការបង្កើតសង្គ្រាមពាណិជ្ជកម្មជាមួយមហាអំណាចចិនដើម្បីការពារផលប្រយោជន៍កម្មករអាមេរិកគោលនយោបាយរបស់លោកបានបង្កើតឲ្យមានការផ្លាស់ប្ដូរយ៉ាងជ្រៅនៅក្នុងតុល្យភាពភូមិសាស្ត្រនយោបាយលោកបានរឹតបន្តឹងបញ្ហាអន្តោប្រវេសន៍តាមរយៈការសាងសង់មហាកំពែងនៃព្រំដែនមិចស៊ិកនិងបានតែងតាំងចៅក្រមអភិរក្សនិយមជាច្រើនរូបនៅក្នុងតុលាការកំពូលដែលសកម្មភាពទាំងនេះបានកែប្រែទិសដៅនៃសង្គមអាមេរិកសម្រាប់រយៈពេលរាប់ទសវត្សរ៍ខាងមុខទោះបីជាត្រូវប្រឈមមុខនឹងការចោទប្រកាន់ដកហូតតំណែង impeachment ពីរដងនិងការរិះគន់យ៉ាងចាស់ដៃពីបណ្ដាប្រទេសសម្ព័ន្ធមិត្តក៏លោកនៅតែរក្សាបាននូវមូលដ្ឋានអ្នកគាំទ្រដ៏រឹងមាំនិងស្មោះត្រង់បំផុតដែលមើលឃើញលោកថាជាវីរបុរសហ៊ានតតាំងនឹងពួកអ៊ីស្រាអែលជននយោបាយទីក្រុង Washington បច្ចុប្បន្ន Donald Trump នៅតែជាតួអង្គដ៏មានឥទ្ធិពលបំផុតម្នាក់នៅក្នុងសង្គមអាមេរិកនិងពិភពលោកជីវិតរបស់លោកគឺជាសក្ខីភាពដែលបង្ហាញថាភាពជឿជាក់លើខ្លួនឯងនិងការមិនចុះចាញ់នឹងសម្ពាធអាចនាំមនុស្សម្នាក់ឲ្យទៅដល់ចំណុចខ្ពស់បំផុតនៃអំណាចទោះបីជាត្រូវដាក់ក្នុងភៀវភ្លៀងនយោបាយយ៉ាងណាក៏ដោយលោកបានបង្រៀនយើងថាក្នុងពិភពលោកដែលផ្លាស់ប្ដូរជានិច្ចមនុស្សម្នាក់ត្រូវតែហ៊ានបញ្ចេញមតិយោបល់ផ្ទាល់ខ្លួននិងមានភាពក្លាហានក្នុងការបំបែកច្បាប់ទម្លាប់ចាស់ៗមិនថាពិភពលោកវាយតម្លៃលោកក្នុងរូបភាពណានោះទេ Donald Trump នឹងនៅតែជាបាតុភូតនយោបាយដែលបានកែប្រែច្បាប់ទម្លាប់នៃការដឹកនាំនិងបន្សល់ទុកនូវកេរដំណែលដ៏ចម្រូងចម្រាសប៉ុន្តែមានឥទ្ធិពលបំផុតនៅក្នុងប្រវត្តិសាស្ត្រសម័យទំនើបជារៀងរហូតទៅ